ឱកាសធ្វើជាគ្រូបង្រៀនក្រសួងអប់រំត្រូវការគ្រូបន្ថែមជាង 30,000 នាក់គ្រូបឋមសិក្សាជាង 20,000 នាក់ដើម្បីបំពេញបញ្ហាខ្វះគ្រូបង្រៀននៅតាមសាលាមត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យក្រសួងអប់រំយុវជននិងកីឡាត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ 31,978 នាក់ក្នុងនោះកម្រិតបឋមសិក្សាដែលមានមត្តេយ្យសិក្សានៅជាមួយផងត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ជាង 25,000 នាក់នេះបើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំសិក្សា 2024-2025 របស់ក្រសួងអប់រំយុវជននិងកីឡាពាក់ព័ន្ធនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាលោកជំទាវខួនវិជ្ជការបានលើកឡើងថាបច្ចុប្បន្នក្រសួងមុខងារសាធារណៈកំពុងសហការជាមួយក្រសួងអប់រំក្នុងការធ្វើជំរឿនដើម្បីទទួលបានទិន្នន័យកាន់តែច្បាស់លាស់ឈានទៅរៀបចំផែនការនិងយន្តការឲ្យបានច្បាស់និងគ្រប់គ្រងគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាពចំណែកក្រសួងក៏កំពុងពិភាក្សាពីការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ខេត្តចំនួន20ទៀតក្នុងឆ្នាំ 2025 ក្រសួងអប់រំបានជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ខេត្តព្រៃវែងត្បូងឃ្មុំកំពង់ចាមបាត់ដំបងនិងខេត្តតាកែវរួចហើយអ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់បន្ថែមថាការបណ្ដុះបណ្ដាលគ្រូបឋមនិងអនុវិទ្យាល័យមានពីរកម្មវិធីគឺ 12+4 និងបរិញ្ញាបត្របូក1ដូច្នេះបេក្ខជនដែលមានបំណងក្លាយជាគ្រូបង្រៀនអាចជ្រើសរើសដាក់ពាក្យក្នុងកម្មវិធីណាមួយដែលឡែកគ្រូវិទ្យាល័យគឺត្រូវមានបរិញ្ញាបត្រហើយរៀន2ឆ្នាំបន្តទៅវិទ្យាស្ថានគរុកោសល្យ